បោះចោលទម្លាប់មិនល្អបើកផ្លូវទៅភាពជោគជ័យឆ្នាំ2026មិនមែនជាឆ្នាំសំណាងសម្រាប់អ្នកមិនខិតខំប្រឹងប្រែងធ្វើការងារទេតែវាជាឆ្នាំដែលជោគជ័យសម្រាប់មនុស្សចេះចាប់ឱកាសនិងបង្កើតឱកាសឲ្យខ្លួនឯងវាជាឆ្នាំនៃការផ្លាស់ប្ដូរខ្លួនឯងទម្លាប់មិនល្អដែលគួរបោះចោលពន្យាពេលបាត់បង់ឱកាសចង់ធ្វើអ្វីក៏មិនអាចធ្វើបានព្រោះតែពាក្យថាចាំសិនការងារស្ទះការស្ទះការងារត្រូវធ្វើរួចតែមិនហើយព្រោះតែពាក្យថាចាំសិនឬចាំស្អែកចាំធ្វើគោលដៅនៅតែជាសុបិនគ្មានពាក្យថាដោគោលដៅទេបើយើងមិនចាប់ផ្ដើមធ្វើនឹងធ្វើឲ្យបានសកម្មជាមួយវាទេចង់ដាក់ដល់100គោលដៅទៀតក៏វានៅតែជាគោលដៅដែរជីវិតមិនរីកចម្រើនឲ្យរីកចម្រើនទៅណាកែតបើយើងមិនព្រមផ្លាស់ប្ដូរទម្លាប់របស់ខ្លួនផងទោះជាឱកាសមកដល់មាត់ទ្វារក៏វារត់ទៅវិញដែរបើអ្នកជាមនុស្សខ្ជិលហើយលេះច្រើនបែបនេះនោះភ័យខ្លាចការបរាជ័យត្រូវចាំថាឲ្យតែយើងមានគោលដៅច្បាស់លាស់និងមានការខិតខំប្រឹងប្រែងជាមួយការងារនិងឲ្យអស់ពីលទ្ធភាពបើបរាជ័យក៏យើងរកច្រកងើបមកជោគជ័យបានធំជាងមុនដែរប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃខ្វះទំនុកចិត្តមកពីមិនទុកចិត្តខ្លួនឯងឬមិនអាចស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ទើបចេះតែនឹកឃើញចង់ប្រៀបធៀបជាមួយអ្នកផ្សេងតោះមកដាក់គោលដៅជាមួយខ្លួនឯងវិញមិនគ្រប់គ្រងពេលវេលារបស់មនុស្សមាន24ម៉ោងដូចគ្នាក្នុងមួយថ្ងៃតែភាពជោគជ័យខុសគ្នាเพราะគេចេះគ្រប់គ្រងពេលវេលានិងការបែងចែកការងារបានច្បាស់លាស់ទម្លាប់តូចៗប៉ុន្តែបំផ្លាញអនាគតធំតាមពិតទៅយើងមិនចាំបាច់ទៅធ្វើរឿងធំណាស់ណាទេគ្រាន់តែមកចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់តូចៗរបស់យើងឲ្យคล้ายទៅជាទម្លាប់និងវិន័យទម្លាប់ល្អដែលត្រូវចាប់ផ្ដើមនៅឆ្នាំ2026ភ្ញាក់ពីព្រឹកចាប់ផ្ដើមថ្ងៃថ្មីដោយថាមពលនិងសម្រក់ចិត្តផ្ដោតទៅលើគោលដៅសំខាន់មានពេលសម្រាប់សមាធិជារៀងរាល់ព្រឹកដើម្បីរក្សាសុខភាពផ្លូវចិត្តបង្កើនការទទួលបានពន្លឺថ្ងៃនិងទំនាក់ទំនងល្អជាមួយអ្នកជុំវិញគ្រប់គ្រងលុយនិងសន្សំជាប្រចាំបានប្រាក់ខែមកត្រូវហាត់ពុតលដំចិត្តខ្លួនឯងដកលុយយកមកសន្សំឲ្យបានអានសិក្សានិងរៀនជំនាញថ្មីនេះជារឿងសំខាន់ណាស់មិនអាចចោលបានព្រោះវាធ្វើឲ្យយើងបានបើកចិត្តមើលឃើញពីពិភពលោកនេះដល់ដណាហើយនិងធ្វើឲ្យយើងទទួលបានឱកាសថ្មីជាច្រើនដែលចូលមកនៅពេលដែលយើងដើរទាន់សម័យកាលអភិវឌ្ឍរបស់សង្គមជួយគ្រប់គ្រងពេលវេលានិងអារម្មណ៍កាន់តែប្រសើរជួយថែរក្សាថាមពលនិងការអនុវត្តការងារថែរក្សាសុខភាពផ្លូវចិត្តសមាធិគិតវិជ្ជមានសមាធិបន្ថយ stress និងភាពតានតឹងបង្កើនការផ្ដោតនិងច្នៃប្រឌិតបង្កើនសុខភាពផ្លូវចិត្តនិងអារម្មណ៍វិជ្ជមានជ្រើសកន្លែងស្ងប់ស្ងាត់ចាប់ផ្ដើមតែ5ទៅ10នាទីក្នុងមួយថ្ងៃផ្ដោតទៅលើការដកដង្ហើមនិងបញ្ចូលអារម្មណ៍វិជ្ជមានបិទទូរស័ព្ទដៃនិងរាំងខ្ទប់សំឡេងរំខានសារៈសំខាន់ភាពជោគជ័យមិនមែនគ្រាន់តែចង់បានក៏បាននោះទេវាកើតពីការចង់បានដាស់គោលដៅនិងធ្វើវាជារៀងរាល់ថ្ងៃឆ្នាំ2026គុំសន្យាច្រើនសន្យាហើយត្រូវតែធ្វើឲ្យបានតែចាប់ផ្ដើមធ្វើតិចប៉ុន្តែធ្វើជាប់លាប់បោះចោលទម្លាប់មិនល្អថ្ងៃនេះចាប់យកឱកាសថ្ងៃស្អែកឆ្នាំ2026តោះចាប់ផ្ដើមចាប់យកទម្លាប់ថ្មីដើម្បីការរីកចម្រើនទាំងអស់គ្នា